start our event. Thank you very much. បាទជំរាបសួរខ្ញុំបាទសាយបាទថ្ងៃនេះខ្ញុំក្រុមរ៉ាន់វិទ្យាបានមកចូលរួមជាមួយនឹងក្លឹបរត់ទាំង15ទៀតបាទសរុបថ្ងៃនេះគឺ16ក្លឹបដែលបានរៀបចំកម្មវិធីបាទរត់ដើម្បីវរៈកងទ័ពជួរមុខបាទអញ្ចឹងហើយក្នុងគោលបំណងក្នុងការដែលយើងចង់ផ្ដល់កម្លាំងចិត្តបាទទៅដល់វរៈកងទ័ពពីចម្ងាយហើយក៏ចង់ឲ្យយើងជាអ្នកកីឡានេះគឺអាចជាផ្នែកមួយនៃការជំរុញនៅស្មារតីសាមគ្គីភាពជាថ្លុងតែមួយរបស់កម្ពុជាយើងបាទហើយលើសពីនឹងទៅទៀតនោះក៏មានការរែងគៀថវិកាបាទដើម្បីទិញជាស្បៀងអាហារនិងវត្ថុឬក៏របស់ចាំបាច់បាទជូនទៅដល់បងវរៈកងទ័ពជួរមុខបាទថ្ងៃនេះគឺក្នុងនាមជាអ្នករត់មួយដែរគឺមានអារម្មណ៍រំភើបមែនទែនបាទនៅពេលដែលយើងបានប្រកាសកម្មវិធីទៅក្នុងរយៈពេលខ្លីហើយអាចមានមនុស្សរហូតដល់ 4-5,000 នាក់មករត់នៅក្នុងថ្ងៃនេះបាទបរិច្ចាគក្នុងថ្ងៃនេះផងដែរបាទអញ្ចឹងហើយគឺឃើញថាមានកម្លាំងការចូលរួមខ្លាំងមែនទែនបាទហើយខ្ញុំខ្លួនឯងក៏រំភើបហើយសង្ឃឹមថាពីសកម្មភាពរបស់យើងគឺបានជាផ្នែកមួយលើកទឹកចិត្តទៅដល់បងវរៈកងទ័ពជួរមុខផងដែរបាទសូមជំរាបសួរខ្ញុំបាទឈ្មោះឧត្តមជានាយកប្រតិបត្តិនៃ Money Foundation ថ្ងៃនេះ Money Foundation ពិតជាមានមោទនភាពមែនទែនដែលបានចូលរួមចំណែកគាំទ្រនៅក្លឹប runner ទាំង16ក្លឹបនៅទូទាំងប្រទេសកម្ពុជាឲ្យគាត់អាចប្រារព្ធនៅការរត់ដើម្បីវរៈជនជួរមុខនៅថ្ងៃទី17ខែធ្នូឆ្នាំ2025នេះបាទដូចអ្នកទាំងអស់គ្នាបានឃើញហើយព្រឹត្តិការណ៍ថ្ងៃនេះគឺមានសារៈសំខាន់មែនទែនដើម្បីបង្ហាញអំពីមោទនភាពមនោសញ្ចេតនានិងជាពិសេសនៅស្មារតីសាមគ្គីភាពរបស់ប្រជាជាតិខ្មែរយើងទាំងមូលតែម្ដងកម្មវិធីនេះมันអាចប្រព្រឹត្តទៅបានទេបើសិនជាគ្មាននៅស្មារតីសាមគ្គីភាពជាធ្លុងមួយរបស់គណៈកម្មការរៀបចំកម្មវិធីដែលជាក្លឹប runner ទាំង16គ្រាន់តែខ្ញុំមកមើលឃើញព្រឹត្តិការណ៍នេះខ្ញុំមានព្រឺសបល់បាទហៅ goosebump ព្រឺសបល់មែនតើនៅទឹកចិត្តរបស់អ្នកទាំងអស់គ្នាហើយពួកគាត់ធ្វើកម្មវិធីនេះក្នុងរយៈពេលខ្លីមែនតើបាទខ្លីមែនតើរយៈពេលតែប្រហែលថ្ងៃទេមិនដល់មួយសប្តាហ៍ផងបាទអាចនាំកម្លាំងមហាជនដែលចូលរួមបាញ់មិញនេះអត់ក្រោម 4,000 នាក់ទេបាទអញ្ចឹងហើយក្រោមកិច្ចសហការនិងការគ្រប់គ្រងយ៉ាងពេញទំហឹងពីសហភាពសហព័ន្ធយុវជនកម្ពុជានិង Money Foundation ពួកគាត់បានសម្រេចនៅគោលដៅដ៏ធំមួយបង្ហាញអំពីទឹកចិត្តសាមគ្គីគ្នាជាកម្លាំងចិត្តដើម្បីផ្ញើជូនទៅបងវរៈកងយុទ្ធជននៅជួរមុខរបស់យើង My name is Luca. I am the founder of Night Runners and I live in Cambodia since 3 years now. The purpose of this event was to gather everyone and have a strong message thanks to the sports. I believe that sports is a nice way to deliver a message to the world. Today we unite almost 5,000 people thanks to 16 clubs in Cambodia. And all together we organize this wonderful 3 kilometers race. ពីពួកយើងទៅបាទសូមផ្ដល់កម្លាំងចិត្តបាទដល់បងវរៈកងទ័ពជួរមុខបាទសូមឲ្យបងឈរជើងឲ្យបានរឹងមាំបាទដើម្បីការពារមរណភាពទឹកដីយើងហើយក៏សូមផ្ដល់កម្លាំងចិត្តទៅដល់ពុកម៉ែបងប្អូនដែលជាភាសឹកបាទអាចនឹងយើងស្ថិតនៅក្នុងពេលវេលាដែលលំបាកហើយសង្ឃឹមថាបងអាចទ្រាំបន្តិចបាទយើងនឹងរួចផុតពីស្ថានភាពបែបនេះជាមួយគ្នាបាទហើយពួកយើងអ្នកដែលនៅពីចម្ងាយយើងនឹងព្យាយាមបង្ហាញនៅការទឹកចិត្តតាមរយៈការបរិច្ចាគបង្ហាញទឹកចិត្តតាមរយៈការគ្រប់គ្រងនិងការចូលរួមជួយទៅដល់ពុកម៉ែបងប្អូនភាសឹកក៏ដូចជាបងនៅជួរមុខផងដែរបាទ My message now for the world is that Cambodia needs peace strongly. This run was for the heroes of Cambodia, the soldiers and the civilians that helping the cause by providing supply and make sure that we can defend the country and the land. Thank you everyone for helping to having peace in Cambodia and I hope to see you in Phnom Penh in a better condition. អ្វីដែលជាសារសំខាន់នៅថ្ងៃនេះគឺយើងចង់បង្ហាញថាប្រជាជនខ្មែរជួរក្រោយមិនបោះបង់ជួរមុខបាទទី1ទី2យើងចង់បង្ហាញអំពីនៅសមានចិត្តចូលរួមនៅទុកសោកដែលកើតចេញអំពីសោកនាដកម្មនៃសង្គ្រាមដូច្នេះហើយស្មារតីថ្ងៃនេះគឺសំខាន់ទៅលើគុណតម្លៃនៃសន្តិភាពដែលមិនអាចខ្វះបានការរត់ថ្ងៃនេះនឹងផ្សារភ្ជាប់ទៅ
នឹងការដើរព្យុហយាត្រាសន្តិភាពសម្រាប់ថ្ងៃស្អែកដូច្នេះហើយថ្ងៃស្អែកថ្ងៃទី18ខែធ្នូឆ្នាំ2025យើងនឹងមានការដើរព្យុហយាត្រាដើម្បីសន្តិភាពដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាចំណុចចាប់ផ្ដើមនិងចំណុចជួបជុំពីផ្សាររាត្រីរហូតទៅដល់វិមានឯករាជ្យខ្ញុំសង្ឃឹមថាកម្លាំងមហាសាមគ្គីនៃមហាគ្រួសារខ្មែរនឹងនៅតែបន្តដរាបណាកម្ពុជានៅតែត្រូវការសន្តិភាព ខ្ញុំបាទសាយបាទសូមពីវនីវបាទដល់ប្រជាពលរដ្ឋប្រទេសកម្ពុជាយើងមិនថានៅក្នុងស្រុកឬក៏នៅក្រៅស្រុកទេបាទពេលវេលានេះគឺជាពេលវេលាដែលយើងត្រូវតែជាធ្លុងតែមួយបាទបង្ហាញទៅកាន់ពិភពលោកឲ្យស្គាល់ពីកម្ពុជាថាពួកយើងសាមគ្គីភាពប៉ុណ្ណាពួកយើងជាធ្លុងតែមួយប៉ុណ្ណាព្រោះតែប្រទេសយើងទូចមែនតែបេះដូងយើងធំប្រទេសយើងទូចមែនប៉ុន្តែយើងមានកិត្តិយសមានគុណតម្លៃរបស់យើងទឹកដីយើងមានប៉ុណ្ណេះគឺយើងនឹងរក្សាឲ្យបានហើយមិនមែនតែពុកម៉ែបងប្អូនដែលនៅក្នុងប្រទេសកម្ពុជាទេប៉ុន្តែទាំងពុកម៉ែបងប្អូនដែលនៅក្រៅស្រុកយើងរួមគ្នាបាទពេលវេលានេះគឺប្រទេសជាតិត្រូវការអ្នកទាំងអស់គ្នាបាទអរគុណ To all the soldiers that are right now on the front line, please know that all the capital think about you and do the best to find peace and deliver supplies to make your life a bit more easier in those difficult times. Thank you so much. ជាសារចុងក្រោយជូនទៅបងកងកម្លាំងដែលនៅឈរជើងនៅជួរមុខការពារបូរណភាពទឹកដីនៃប្រជាជាតិកម្ពុជាពួកខ្ញុំជាប្រជាជនជួរក្រោយជាយុវជននៅខាងក្រោយមិនដែលមួយវិនាទីណាភ្លេចនៅភាពក្លាហានការលះបង់និងការពលីរបស់បងមួយវិនាទីណាឡើយពួកយើងនៅរួមសុខរួមទុក្ខជាមួយបងរហូតដល់ទីបញ្ចប់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសិទ្ធិយើងបានមើលឃើញយើងស្ដាប់ឮហើយយើងបានទទួលនៅអារម្មណ៍លំបាករបស់បងប្អូនយើងមិនទៅណាចោលបងប្អូនទេកម្លាំងរបស់យើងទាំងអស់នៅទីនេះយើងធ្វើការផងយើងគប់គង់ជីវភាពខ្លួនឯងផងប៉ុន្តែយើងក៏មិនភ្លេចនៅការចូលរួមចំណែកដើម្បីជួយរំលែកទុក្ខរបស់បងប្រជាពលរដ្ឋដែលកំពុងភៀសសិទ្ធិដែរស្បៀងជាច្រើន100ឡានដឹកចេញពីរាជធានីភ្នំពេញនិងគ្រប់ច្រកល្ហកនៃព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់បងព្រោះពួកយើងបានយល់នៅទុក្ខលំបាកមួយនេះជូនចំពោះប្រជាពលរដ្ឋប្រជាជាតិកម្ពុជាទាំងមូលយើងរួមចិត្តដើម្បីជាតិយើងទាំងអស់គ្នាសូមអរគុណ